បាទជំរាបសួរបាទពុកម៉ែបងប្អូនទាំងអស់គ្នាបាទសម្រាប់បាទអាហារថ្ងៃត្រង់ថ្ងៃនេះបានអីដែរបងប្អូនបាទសម្រាប់ខ្ញុំថ្ងៃនេះគឺបានបាទពុះជ្រូកផាក់ឡូវដោយសារថ្ងៃនេះផងដែរគឺមានអារម្មណ៍ថាឃ្លានផាក់ឡូវពុះជ្រូកខ្លាំងមែនទែនបងប្អូនបាទហើយក៏បានមកធ្វើដំណើរទៅផ្សារបាទដើម្បីទិញផាក់ឡូវណាបងប្អូនបាទហើយទិញបានចំនួន72គីឡូដែរបងប្អូនបាទ1គីឡូ7ខាំហើយចំពោះផាក់ឡូវនេះផងដែរគឺបាទងាយស្រួលធ្វើមែនទែនបងប្អូនបាទតែបើសិនជាអ្នកអត់ចេះអាចនឹងរៀងពិបាកខ្លះបាទហើយចំពោះបាទពុះជ្រូកវារៀងពិបាកជាងបាទសាច់ដូចជាក្បាលឯហ្នឹងបងប្អូនបាទភាសាពុះជ្រូកវាមានក្លិនតិចអញ្ចឹងបើកាលណាយើងចង់ឆ្ងាញ់ចង់បាត់ក្លិនយើងតលតែយើងបាទសម្អាតវាឲ្យបានស្អាតណាបាទហើយដូចបងប្អូនបានឃើញអញ្ចឹងបាទពីដំបូងគឺយើងត្រូវសម្អាតពុះជ្រូកយើងមកសាបាទពេលណាអត់តន់ឆ្អិនហ្នឹងបាទយើងធ្វើការបាទច្បាច់អំបិលច្បាច់អីឲ្យតតែស្អាតបាទរួចហើយគឺយើងបាទធ្វើការបាទស្ងោរមកទឹកសិនហើយបន្ទាប់ពីយើងបាទស្ងោរហើយមកសាហើយគឺយើងបាទធ្វើការបាទលាងសម្អាត2 3ទឹកទៀតបងប្អូនបាទនិយាយទៅយើងធ្វើមិនឲ្យតែស្អាតណាបាទមានរោមបាទមានកូនរោមរួចយើងប្រឡត់ប្លេចវាបាទធ្វើមិនឲ្យស្អាតមកនិយាយទៅបើយើងចង់ឆ្ងាញ់បាទយើងឃ្លានខ្លួនឯងយើងត្រូវតែធំឲ្យមិនអញ្ចឹងបងប្អូនណាបាទឥឡូវនេះបាទពុះជ្រូកយើងគឺលាងសម្អាតដូចរាល់ហើយបងប្អូនបាទយើងធ្វើការបាទចំអិនទាំងអស់គ្នាបាទសម្រាប់បាទស្ករគឺខ្ញុំមានស្ករត្នោតបាទស្ករនេះគឺស្ករធម្មជាតិបងប្អូនបាទគឺបាទខ្ញុំទិញឲ្យចិត្តផ្ទះគឺធម្មជាតិសុទ្ធតែម្ដងបាទបន្ទាប់ហើយគឺយើងបាទដាក់គ្រឿងរបស់យើងចូលមកបាទខ្ញុំមានបាទខ្ទឹមសបាទឈើអែមការច័ន្ទបាទក៏ដូចជារំដេងបាទធ្វើការលីងរវាងចង់ខ្លោចតិចមកបាទរៀងក្រហមតិចបងប្អូនណាបន្ទាប់ហើយគឺយើងបាទធ្វើការដាក់ទឹកបន្តិចហើយយើងដាក់គ្រឿងរបស់យើងមកបាទមានប្រេងខ្យងបាទមានរ៉ូឌីបន្តិចហើយនឹងទឹកថៃបន្តិចហើយនឹងប៊ីចេងបាទយើងបាច់ដាក់ស្ករសទេព្រោះយើងដាក់ស្ករត្នោតហើយបាទរួចហើយគឺយើងបាទដាក់សាច់របស់យើងចូលមកបាទយើងដាក់ពុះជ្រូករបស់យើងចូលមកបាទយើងដាក់ហើយយើងច្បល់ចូលជាតិគ្នាទៅបងប្អូនបាទយើងច្បល់បាទច្បល់ទៅច្បល់មកឲ្យវាបាទចូលជាតិគ្នាបន្តិចហើយរួចហើយបាទយើងបន្ថែមបាទទឹកយើងមួយចំនួនបាទ2កូនកាហ្នឹងណារួចហើយយើងធ្វើការបាទគ្របកំហូបមកហើយយើងដាក់មកវត្ថុមកយើងបាទសាផែវាតិចណាបងប្អូនបាទយើងផែទៅផែមកទៅបាទហើយពុះជ្រូកយើងធ្វើបែបនេះគឺបាទវាឆ្អិនលឿនទេបងប្អូនបាទដោយសារយើងបាទស្ងោរវាឆ្អិនមួយសាយណាអញ្ចឹងហើយយើងយកមកបាទផាក់ឡូវគឺបាទតែមួយផ្លែតឆ្អិនហើយណាមួយវាឆាប់ផុយទៀតឥឡូវនេះផាក់ឡូវយើងបាទដូចយើងឆ្អិនហើយបើសិនជាបងប្អូនចង់ដឹងថាផុយមិនផុយបាទយកកបិតយើងជាមកបដុំមកបើសិនជាយើងបាទហូបមកផុយល្មមគឺបាទអូខេហើយបងប្អូនបាទប៉ុន្តែបើសិនជាបាទមិនទាន់ផុយល្អទេបងប្អូនបន្ថែមបន្តិចទៀតហ្នឹងតែពុះជ្រូកបើសិនជាយើងបាទទុកឲ្យផុយខ្លាំងពេកក៏អត់ឆ្ងាញ់ដែរបាទរៀងស្វិតបន្តិចបាទហើយសម្រាប់បាទរូបមន្តបែបនេះបាទគឺងាយស្រួលធ្វើមែនតើបងប្អូនបាទយើងយកមកហូបបាយក៏ត្រូវគ្នាបាទយើងយកមកបាទក្លែមក៏ត្រូវបាទឬក៏យើងបាទធ្វើលក់ក៏ត្រូវដែរបងប្អូនបាទធានារសជាតិដឹងតែអេមហ្មងបាទឥឡូវនេះផាក់ឡូវរបស់យើងគឺឆ្អិន 100% បងប្អូនបាទខ្ញុំធ្វើការហាន់បាទដើម្បីបាទរៀបចំបាទហូបបាយថ្ងៃត្រង់ណាហើយសម្រាប់បាយថ្ងៃនេះគឺ2ចានបងប្អូនបាទដោយសារមកហូបនឹងត្រូវចិត្តណាហើយត្រូវគ្នាបាទជាមួយនឹងបាទបន្លែរបស់យើងបាទមានស្ពៃបាទមានតសក់ហើយនឹងបាទជីអំបងបាទជីឆ្អាបត្រូវគ្នាខ្លាំងមែនទែនបាទហើយបន្ថែមជាមួយនឹងទឹកត្រីបន្តិចទៀតមកនិយាយថាវាជាតិជាតិបាទហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើនមែនទែនសម្រាប់ការទស្សនាបាទជូនពរសំណាងល្អសុខភាពល្អទាំងអស់គ្នា